លើកដំបូងដែលម៉ារីញ៉ាំសាច់នាងសប្បាយចិត្តខ្លាំងណាស់រហូតដល់យំដូច្នេះតាំងពីនាងនៅតូចមកក្តីស្រមៃរបស់នាងគឺរៀបការជាមួយអ្នកលក់សាច់តាមរបៀបនោះនាងអាចញ៉ាំសាច់ជារៀងរាល់ថ្ងៃដូចសារ៉ាដែរដោយសារតែគ្រួសាររបស់នាងក្រីក្រណាស់ហើយសូម្បីតែបន្ទាប់ពីធំឡើងក៏ដោយក្តីសុបិនរបស់ម៉ារីមិនដែលផ្លាស់ប្ដូរឡើយរហូតដល់ថ្ងៃខួបកំណើតគម្រប់18ឆ្នាំរបស់នាងជីដូនរបស់នាងបានចំណាយប្រាក់សន្សំពេញមួយជីវិតរបស់គាត់ទៅលើសាច់ជ្រូកមួយដុំធំប៉ុន្តែត្រូវបានកូនស្រីអ្នកលក់សាច់ឈ្មោះសារ៉ាចំអកនៅយប់នោះជីដូនបានឲ្យសាច់ជ្រូកមួយដុំធំទៅម៉ារីហើយរសជាតិនោះធ្វើឲ្យនាងកាន់តែតាំងចិត្តរៀបការជាមួយអ្នកលក់សាច់ប៉ុន្តែអ្នកលក់សាច់មិនដែលបង្ហាញខ្លួនទេផ្ទុយទៅវិញមានអ្នកល្អជាងនាងមកអ្នកផ្គប់ក៏ម្នាក់បានណែនាំនាងឲ្យស្គាល់លោកយ៉នដែលជាជាងឈើម្នាក់មកពីទីក្រុងហើយលោកយ៉នមានអារម្មណ៍ចាប់អារម្មណ៍ភ្លាមនៅពេលដែលគាត់បានឃើញម៉ារី3ខែក្រោយមកលោកយ៉នបានយកកន្ទុយ10មកធ្វើជាតម្លៃកូនក្រមុំក្រុមគ្រួសាររបស់នាងមិនដែលឃើញលុយច្រើនយ៉ាងនេះទេហើយម៉ារីក៏ចាក់ចេញដោយមិនគិតពីដងនាងលែងរស់នៅក្នុងភាពក្រីក្រទៀតហើយប៉ុន្តែភ្លាមនៅពេលដែលនាងទៅដល់ទីក្រុងម៉ារីត្រូវបានតាក់ទាញទាំងស្រុងដោយប្រអប់ស្រាក្រហមមួយនៅលើផ្លូវវាគឺជាអ្វីគ្រប់យ៉ាងដែលនាងធ្លាប់ស្រមៃចង់បានដូច្នេះនាងបានចំអល់ទៅវាដោយខ្មាស់អៀនហើយប្រាប់យ៉នថានាងចង់ពាក់វាឲ្យគាត់យកនេះយ៉នបាននិយាយភ្លាមថាគាត់នឹងទិញវាប៉ុន្តែពេលពួកគេយល់ថាវាមានតម្លៃ30កាក់ម៉ារីបានស្ដាយក្រោយភ្លាមដែលបានសួរនោះនាងមិនដែលនឹកស្មានថាវាថ្លៃយ៉ាងនេះទេប៉ុន្តែចនបានប្រកល់កាក់30កាក់នោះឲ្យគេដោយមិនស្ទាក់ស្ទើរនៅពេលនោះម៉ារីមានអារម្មណ៍ថាចនបានប្រព្រឹត្តចំពោះនាងយ៉ាងល្អនៅយប់នោះគូស្វាមីភរិយាថ្មីថ្មោងបានចំណាយពេលយប់អាពាហ៍ពិពាហ៍របស់ពួកគេជាមួយគ្នានៅព្រឹកព្រលឹមបន្ទាប់ចនបានចេញទៅសាងសង់គ្រឿងសង្ហារឹមសម្រាប់អតិថិជនម្នាក់ដោយសារឪពុកម្ដាយរបស់គាត់បានទទួលមរណភាពទៅហើយម៉ារីជាក្មេងស្រីជនបទដែលទើបរៀបការថ្មីថ្មោងនៅក្នុងទីក្រុងនាងបានធ្វើរំលើហើយយកវាទៅឲ្យអ្នកជិតខាងប៉ុន្តែអ្វីដែលធ្វើឲ្យនាងភ្ញាក់ផ្អើលនោះគឺថាសារ៉ាបានរៀបការនៅក្នុងតំបន់ដដែលអ្វីដែលម៉ារីមិនបានដឹងនោះគឺថាសារ៉ាមិនសប្បាយចិត្តតតែសោះម្ដាយក្មេករបស់នាងតែងតែធ្វើបាបនាងជារៀងរាល់ថ្ងៃជាការថ្លែងអំណរគុណសារ៉ាបានអំចូលសក់កាពីដល់ម៉ារីពេលទៅដល់ផ្ទះម៉ារីបានពាក់អំចូលសក់ទីបំផុតនាងយល់ហើយថាហេតុអ្វីបានជាជីវិតក្នុងទីក្រុងពិតជាអស្ចារ្យម្ល៉េះក្នុងរយៈពេលត្រឹមតែ2ថ្ងៃប៉ុណ្ណោះនាងមានអំចូលសក់និងថ្នាំលាបសក់ពណ៌ក្រហមផ្ទាល់ខ្លួនរួចទៅហើយភ្លាមនោះម៉ារីបានសម្រេចចិត្តធ្វើដូចសារ៉ាមិនមែនគ្រាន់តែខ្លាចជាអ្នកមាននោះទេប៉ុន្តែថែមទាំងរស់នៅជាមួយអ្នកបម្រើដែលកំពុងរងចាំនាងទៀតផងព្រោះនាងចង់បានជីវិតកាន់តែប្រសើរដូច្នេះនាងបានសម្អាតផ្ទះទាំងមូលពីលើចុះក្រោមនាងថែមទាំងបានចេញទៅទិញកូនមាន់ទៀតផងពេលចង់ត្រឡប់មកពីធ្វើការវិញគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងវាមើលទៅមិនដូចផ្ទះដែលគ្មានជីវិតដែលគាត់ធ្លាប់មាននោះទេឥឡូវនេះវាពោពេញដោយជីវិតហើយគ្រប់ជ្រុងទាំងអស់គឺស្អាតបាតនោះជាពេលដែលចន់បានដឹងថាការមានប្រពន្ធគឺអស្ចារ្យប៉ុណ្ណាមិនយូរប៉ុន្មានម៉ារីបានរកឃើញវិធីរកលុយនាងចង់ឲ្យចន់ធ្វើរបស់របរធ្វើពីឈើសម្រាប់នាងលក់ដោយប្រើប្រាស់គំនិតឆ្លាតវៃរបស់នាងម៉ារីបានចែករំលែកការរចនាប្លែករបស់នាងជាមួយចន់បន្ទាប់ពីធ្វើការជាមួយគ្នាពេញមួយយប់ម៉ារីបានចាប់ផ្ដើមអាជីវកម្មដាំចិញ្ចាំផ្លូវរបស់នាងជាផ្លូវការមិនយូរប៉ុន្មាននាងទទួលបានអតិថិជនដំបូងរបស់នាងប៉ុន្តែម្ដាយរបស់ក្មេងស្រីនោះមិនចាប់អារម្មណ៍ទេគាត់បាននិយាយថាកូនស្រីរបស់គាត់នឹងមានសិទ្ធិសក់គ្រប់ប្រភេទបន្ទាប់ពីរៀបការក្នុងគ្រួសារអ្នកមានប៉ុន្តែម៉ារីមិនដែលខកខានការលក់បញ្ចុះតម្លៃនោះទេគាត់បានដេញតាមវាភ្លាមហើយរៀបបញ្ជីអត្ថប្រយោជន៍ទាំងអស់នៃសិទ្ធិសក់បន្ទាប់មកនាងបានផ្ដោតលើការពិតដែលថាកូនស្រីនឹងរៀបការនៅថ្ងៃស្អែកការនិយាយថាការរចនាចំណងនោះតំណាងឲ្យអាពាហ៍ពិពាហ៍ដ៏មានសុភមង្គលពេញមួយជីវិតដូចគ្នានឹងនោះដែរម៉ារីរកបានប្រាក់ចំណេញពិតប្រាកដដំបូងរបស់នាងបន្ទាប់ពីនោះម៉ារីក៏មានគំនិតមួយទៀតនាងបានសម្រេចចិត្តធ្វើរបស់របរអាពាហ៍ពិពាហ៍ដែលគ្មានអ្នកណាលក់យ៉ាងណាមិញមនុស្សគ្រប់គ្នាចូលចិត្តរបស់របរអាពាហ៍ពិពាហ៍សម្រាប់ពិធីបុណ្យដូច្នេះនាងបានគូររូបគំនូរទាំងនោះហើយឲ្យលោកយ៉នឆ្លាក់វានៅថ្ងៃបន្ទាប់ពួកគេបានផលិតគ្រឿងតុបតែងអាពាហ៍ពិពាហ៍មួយបាច់ធំហើយភ្លាមនោះបានតាក់ទាញហ្វូងមនុស្សយ៉ាងច្រើនមិនយូរប៉ុន្មានពួកគេរកបានកាក់ចំនួន80កាក់ច្រើនជាងអ្វីដែលលោកយ៉នរកបានក្នុងមួយថ្ងៃទៅទៀតប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកម៉ារីសង្កេតឃើញអតិថិជនកាន់តែតិចទៅនាងមិនអាចយល់បានថាមានអ្វីខុសនោះទេបន្ទាប់មកអតិថិជនធម្មតាម្នាក់បានមកប្រកល់ទំនិញមួយដោយនិយាយថាហាងនៅជិតច្រកទ្វារក្រុងលក់របស់ដូចគ្នាប៉ុន្តែរបស់គេថោកជាងម៉ារីបានសងប្រាក់អតិថិជនវិញភ្លាមហើយភ្លាមនោះនាងបានដឹងថាហេតុអ្វីបានជាអាជីវកម្មបានរសាត់បាត់ទៅពេលនាងទៅដល់ច្រកទ្វារក្រុងនាងបានរកឃើញថានោះគឺជាអ្នកស្រីលីមកពីផ្ទះក្បែរនោះបន្ទាប់មកម៉ារីទើបដឹងថាហេតុអ្វីបានជាអ្នកស្រីលីបានជួយនាងតាំងពីដើមមកនាងកំពុងលួចគំនិតនឹងអតិថិជនរបស់នាងហើយស្វាមីរបស់អ្នកស្រីលីក៏កាន់តែអាក្រក់ជាងនេះទៅទៀតគាត់បាននិយាយថាអតិថិជនអាចទិញពីអ្នកណាក៏បានដែលពួកគេចង់បានម៉ារីខឹងខ្លាំងណាស់ប៉ុន្តែនាងដឹងថាពួកគេមានកម្លាំងច្រើនណាស់នាងមិនអាចទប់ទល់នឹងពួកគេតែម្នាក់ឯងបានទេដូច្នេះនាងបានត្រឡប់ទៅផ្ទះវិញហើយប្រាប់ចន់គ្រប់យ៉ាងនាងមានការភ្ញាក់ផ្អើលដែលចន់កាន់តែខឹងគាត់បានចាប់យកកាំបិតមួយហើយទៅដោះស្រាយរឿងនោះភ្លាម